có phân ta à vây để dương cua chấm để cao lang rương để thua ở Thái trên biên khmai cứ rương từng óc này ha cứ cao lang bị sai ắt bay sầm lên rồi bọn nè say bị thong thàn hay dương tới tuổi tua squall bờ dương ắt squall của vật sắc thế hay dương nơi cà pi cang ẩm nai rồi có cất bật băng ẩm pơ đây phải rồi bao Campuchia hay dương cất thật Thái khó cướp rương áខ្ញុំជឿថាយើងធ្វើសមរភូមិនេះយើងមិនចេះថៃទេយើងអត់ឈ្នះយើងស្លាប់ខ្លួនក៏អត់ឈ្នះដែរបន្តិចទៀតជេរខ្មែរគ្នាឯងរករឿងខ្មែរគ្នាឯងហើយខ្ញុំបញ្យល់ឲ្យយើងស្គាល់ប្រវត្តិសាស្ត្រហើយដើម្បីឲ្យយើងដៅឲ្យចំគោលដៅថាត្រូវដោះស្រាយបញ្ហាអីឲ្យប្រកាសកុំឲ្យបណ្ឌិតខ្មែរក៏គាត់វល់អត់មានទិសតំបន់ដែរពេលដែលលោកហ៊ុនសែនបំបែកខ្សែអត្តសម្លេងដែលនិយាយជាឯកជនជាមួយអ្នកស្រីបៃថងឋានណាដែលជាគ្រួសារបងធរឪប្អូនធរជាមួយលោកថាក់ស៊ីន30ឆ្នាំលោកហ៊ុនសែនយកលោកថាក់ស៊ីនណាគឺជាអ្នកដែលកាងការពារអំណាចផ្ដាច់ការរបស់គាត់ឲ្យបានព្រោះត្រូវការត្រកូលថាក់ស៊ីនមិនស្រឡាញ់ហ្មងនេះប៉ុន្តែស្រឡាញ់ការពារឯងជួយអញជួយឯងយកគ្រួសារត្រកូលថាក់ស៊ីននេះយកមកដើម្បីតែបំផ្លាញខ្មែរគ្នាឯងទេព្រោះអីគាត់ចំណេញមួយគឺបើគាត់ត្រូវគ្នាជាមួយត្រកូលថាក់ស៊ីនគាត់ដឹងថានយោបាយនៅប្រទេសកម្ពុជាត្រូវការពឹងពាក់នយោបាយនៅប្រទេសថៃដោយសារអីថៃគឺជាទីជ្រកកោននយោបាយរបស់ក្រុមសកម្មជនគណបកប្រឆាំងឬក៏អ្នកដែលតតាំងនឹងរដ្ឋាភិបាលរត់ទៅថៃទាំងអស់បណ្ឌិតខ្មែរបន្ទោសអាស៊ាននិងអង្គការសហប្រជាជាតិដែលមិនជួយខ្មែររឿងចំនួនព្រំដែនឃើញទេយើងសរសើរលោកបណ្ឌិតកិនភៀថានៅតែមួយឯងមកពីស្រុកជាមួយលោកបណ្ឌិតកែមលីដែលនិយាយទៅរៀងត្រូវច្រើនក៏ប៉ុន្តែឥឡូវទៅអស់សង្ឃឹមទៀតថ្ងៃហ្នឹងនៅក្នុងអាវេទិកាជជែកគ្នាស្អីគេពីរឿងកម្ពុជារឿងអីជាមួយថៃហ្នឹងគឺគាត់សួរសំណួរថាបងប្អូនទាំងអស់គ្នាផ្ញើសារទៅអន្តរជាតិថាកម្ពុជាបានធ្វើអ្វីគ្រប់យ៉ាងរួចអស់ហើយនៅឡើយតែសហគមន៍អន្តរជាតិនិងអង្គការសហប្រជាជាតិនិងអាស៊ានទេដែលអត់ទាន់ធ្វើអីដើម្បីខ្មែរលោកសួរសំណួរអញ្ចឹងណាតែយើងស្ដាប់ទៅគឺបណ្ឌិតណាគឺគាត់មានទស្សនវិស័យខ្ពស់គួរឲ្យគោរពព្រោះគាត់ជាតិនិយមគាត់ស្រឡាញ់ខ្មែរស្ទើរលេបក៏ប៉ុន្តែគំនិតនេះស្ទើរដូចក្មេងបៀមដៃអញ្ចឹងនៅពេលដែលគាត់និយាយចេះចាប់ខ្ញុំបញ្យល់ចំណុចត្រូវខ្ញុំថាត្រូវចំណុចខុសខ្ញុំថាខុសចំណុចត្រូវពិភពលោកអយុត្តិធម៌សម្រាប់កម្ពុជាពេកហើយខ្ញុំក៏ធ្លាប់និយាយដោយបណ្ឌិតកិនភៀដែរអង្គការសហប្រជាជាតិនេះនៅពេលដែលខ្មែរក្រហមឈ្លានពានសម្លាប់ប្រជាពលរដ្ឋខ្មែរ3ឆ្នាំ8ខែ20ថ្ងៃ3ឆ្នាំ8ខែ20ថ្ងៃស្លាប់ប្រជាពលរដ្ឋខ្មែរអស់ជាង1លាន7សែននាក់អង្គការសហប្រជាជាតិអត់មានឈឺក្បាលបានជួយកម្ពុជាទេចំណុចនេះលោកកិនភៀនិយាយត្រូវដោយលោកហ៊ុនសែនធ្លាប់និយាយចឹងខ្ញុំគាំទ្រចំណុចដែលថាសហគមន៍អន្តរជាតិនេះហាក់បីដូចជាប្រងើយកន្តើយនឹងកម្ពុជាក្នុងពេលដែលថៃឈ្លានពានខ្មែរចំណុចទី2លោកនិយាយពីអាស៊ានលោកនិយាយត្រូវទៀតអាស៊ានណាម៉ោងនេះអត់មានជួយខ្មែរបានទេគឺក្រៅតែពីអែបអបឡែបឡប់យកតែទូនីតិជាប្រធានបដូវវេនអាស៊ានម៉ាឡេរួចឲ្យបោះបាល់ឲ្យទៅហ្វីលីពីនទៅហើយទៅត្រូវមួយថៃត្រូវអីកាន់តែល្អអើនជាងខ្មែរទៀតដូច្នេះយើងអស់សង្ឃឹមអាស៊ានហាក់បីដូចជាអត់ជួយអីយើងបានធ្វើឲ្យខ្មែរគិតថារងភាពអយុត្តិធម៌ច្រើនមែនតើគេកំពុងរំលោភបំពានយើងអាស៊ានអត់ជួយយើងសោះលោកនិយាយត្រូវលោកកិនភៀនិយាយត្រូវហកសហគមន៍អន្តរជាតិក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិពេលដែលទៅនិយាយទៅសហគមន៍អន្តរជាតិទាំងមូលអត់មានអ្នកណាថ្កោលទោសថៃថ្កោលទោសអីអត់មានជួយធ្វើអីសោះកម្ពុជាថ្លែងសារការទូតសម្បត្តិទូត9ដងហើយកំណត់ទូតថ្លែងសារថ្កោលទោស800ដងជាងហើយកម្ពុជាយកអ្នកសង្កេតការទៅព្រំដែនសឹងតែរាល់សប្តាហ៍គេបាញ់ផងគេអីផងលាក់នឹងលាក់ទៅអត់ស្បើយទេកម្ពុជាធ្វើកន្លែងដែលជនភៀសសឹកភូមិរងចាំឥឡូវបង្កើតឈ្មោះភូមិរងចាំហ្នឹងកាត់ឈ្មោះភូមិរងចាំហ្នឹងចូលទៅក្នុងដែនរដ្ឋបាលជាភូមិថ្មីចេញអនុក្រឹត្យថ្មីកំណត់ភូមិរងចាំជាភូមិមានឈ្មោះនៅក្នុងភូមិមួយសម្រាប់បោះឆ្នោតទៀតចែកអំណោយធ្វើអីសពបែបយ៉ាងលោកនិយាយត្រូវប៉ុន្តែអ្វីដែលខ្ញុំគិតថាលោកកិនភៀនិយាយដូចគ្មានបៀមដៃហើយជាបណ្ឌិតគឺលោកកិនភៀកំពុងតែស្អំចិត្តរដ្ឋាភិបាលកម្ពុជាឲ្យคล้ายទៅជាជនរងគ្រោះទាំងខ្លួនឯងបានចូលរួមចំណែកនៅក្នុងការធ្វើឲ្យថៃឈ្លានពានខ្មែរបានដែរតែលោកអត់មើលសោះហើយតាមខ្ញុំបញ្យល់រឿងថៃឈ្លានពានខ្មែរនេះណាវាជាគំនិតទុច្ចរិតរបស់អ្នកនយោបាយថៃនិងយោធាថៃក៏ពិតមែនហើយយើងត្រូវទទួលស្គាល់
ថាថៃទុច្ចរិតចិញ្ចឹមចិត្តចង់តែឆ្លៀនពៀនចង់តែទន្ទ្រានដីខ្មែរតាំងពីយូរអើយមកហើយអត់ពេញចិត្តហើយតែមានរឿងអីនៅបាងកកគឺយកមកទម្លាក់នៅព្រំដែនខ្មែរថៃហើយយើងដឹងហើយតែមានរឿងអីនៅបាងកកគឺយកមកដុតព្រៃនៅឯព្រំដែនដើម្បីកេងចំណេញនយោបាយយើងដឹងហើយនេះជាពូវៀនបាត់ចទារបស់ថៃតែមិនមានអីអត់កំបាំងទេអ្នកណាក៏ដឹងដែរក៏ប៉ុន្តែអ្វីដែលយើងគួរចាំដែលកើតឡើងរឿងដែលធ្វើឲ្យថៃឈ្លានពានខ្មែរគឺរឿងទាំងអស់នេះណាគឺកើតឡើងពីខ្សែអត្ថបែកសម្លេងរបស់អ្នកស្រីបេថងឋានហើយយើងត្រូវទទួលស្គាល់បើយើងអត់ស្គាល់ប្រវត្តិសាស្ត្រទេហើយយើងនៅការពារកាងអំណាចឬក៏គិតបិទបាំងអំពើផ្ដេសផ្ដាសរបស់កម្ពុជាហើយយើងគិតថាថៃខុសគ្រប់រឿងណាខ្ញុំជឿថាយើងធ្វើសមរភូមិនេះយើងមិនឈ្នះថៃទេយើងអត់ឈ្នះយើងស្លាប់ខ្លួនក៏អត់ឈ្នះដែរបន្តិចទៀតជេរខ្មែរគ្នាឯងរករឿងខ្មែរគ្នាឯងហើយខ្ញុំបញ្យល់ឲ្យយើងស្គាល់ប្រវត្តិសាស្ត្រហើយដើម្បីឲ្យយើងដៅឲ្យចំគោលដៅថាត្រូវដោះស្រាយបញ្ហាអីឲ្យប្រកាសកុំឲ្យបណ្ឌិតខ្មែរក៏គាត់វល់អត់មានទិសតំបន់ដែរពេលដែលលោកហ៊ុនសែនបំបែកខ្សែអត្ថសម្លេងដែលនិយាយជាឯកជនជាមួយអ្នកស្រីបៃថងឋានណាដែលជាគ្រួសារបងធေါ်ឪប្អូនធေါ်ជាមួយលោកថាច់ស៊ីន30ឆ្នាំលោកហ៊ុនសែនយកលោកថាច់ស៊ីនណាគឺជាអ្នកដែលការពារអំណាចផ្ដាច់ការរបស់គាត់ឲ្យបានព្រោះត្រូវការត្រកូលថាច់ស៊ីនមិនស្រឡាញ់ហ្មងទេប៉ុន្តែស្រឡាញ់ការពារឯងជួយអញជួយឯងយកគ្រួសារត្រកូលថាច់ស៊ីននេះយកមកដើម្បីតែបំផ្លាញខ្មែរគ្នាឯងទេព្រោះអីគាត់ចំណេញមួយគឺបើគាត់ត្រូវគ្នាជាមួយត្រកូលថាច់ស៊ីនគាត់ដឹងថានយោបាយនៅប្រទេសកម្ពុជាត្រូវការពឹងពាក់នយោបាយនៅប្រទេសថៃដោយសារអីថៃគឺជាទីជ្រកកោននយោបាយរបស់ក្រុមសកម្មជនគណបកប្រឆាំងឬក៏អ្នកដែលតតាំងនឹងរដ្ឋាភិបាលរត់ទៅថៃទាំងអស់ព្រោះរត់ទៅវៀតណាមដឹងអត់បានទេព្រោះវៀតណាមគ្រប់គ្រងរដ្ឋាភិបាលកម្ពុជា10000ឆ្នាំគឺគេមិនអោយយើងចូលទៅដីយួនទេគឺដីថៃគឺដោយសារមានអង្គការសហប្រជាជាតិមានជនភៀសខ្លួនមានអីចឹងគេគ្រប់គ្រងអញ្ចឹងអ្នកដែលភៀសខ្លួនទៅពីខ្មែរដើម្បីគេចពីការធ្វើទុកបុកម្នេញរបស់លោកហ៊ុនសែនគឺច្បាស់ណាស់ចូលទៅថៃហើយជាតំបន់ដែលគ្រោះថ្នាក់បំផុតសម្រាប់គណៈបកប្រជាជនកម្ពុជាដោយសារពលករខ្មែរនៅថៃមាន2លាននាក់ហើយក្នុងចំណោមពលករចំណាក់ស្រុកហ្នឹងស្ទើរតែ 90% អត់ចូលចិត្តរដ្ឋាភិបាលកម្ពុជាទេព្រោះបើគេចូលចិត្តគេមិនមែនវិច្ចបំវិច្ចទៅធ្វើការនៅស្រុកថៃជាកញ្ចះគេធ្វើបាបគេមើងងាយយើងរត់ចោលភូមិចោលកូនចោលប្រពន្ធចោលក្រុមគ្រួសារយាយចាស់មកមើលចៅតូចគេហៅលោកបណ្ឌិតកែមលីថាយាយមានកូនខ្ចីនោះទេរឿងហ្នឹងគឺរឿងពិតដែលលោកបណ្ឌិតកែមលីក៏ស្រាវជ្រាវទៅឃើញដែរគឺដោយសារអីពលករកម្មករទាំងអស់នេះដែលនៅក្នុងដីថៃនឹងងាយនឹងកកើតជាកម្លាំងដើម្បីមកឲ្យតតាំងរដ្ឋាភិបាលកម្ពុជាឲ្យមានសិទ្ធិមនុស្សជាតិបតៃឡើងវិញអាចនឹងបាត់អំណាចរបស់គណៈបកប្រជាជនកម្ពុជាដូច្នេះលោកហ៊ុនសែនអត់មានជំរឿសអ្វីក្រៅពីចាប់ដៃជាមួយលោកថាក់ស៊ីនដោយសារតែដឹងថាប្រជាប្រិយរបស់ក្រុមអាវក្រហមនេះគឺមហិមាណាព្រោះនយោបាយលោកថាក់ស៊ីនគឺនយោបាយចែកលុយអ្នកភូមិចាយហ្មងបើភូមិ30000 បាត 40000 បាតអីចឹងដើម្បីយកឲ្យខ្ចីទិញបុលទិញអីចឹងទៅទិញស្រូវទិញជីទិញអីចឹងទៅគឺថាលុយនឹងចែកខ្ជិឲ្យប្រជាពលរដ្ឋចឹងប្រជាពលរដ្ឋពេញចិត្តមែនតើអ្នកក្រជាពិសេសអ្នកមានអត់ចូលចិត្តលោកថាក់ស៊ីនទេអ្នកនៅបាងកកអ្នកនៅទីប្រជុំជនអត់ចូលចិត្តលោកថាក់ស៊ីនទាល់តែសោះតែប្រជាពលរដ្ឋខ្មែរនៅអ៊ីសាននៅសុរិននៅស៊ីសកេតនៅអីហ្នឹងដែលខ្វះខាតក្រីក្រហ្នឹងបានអាគោលនយោបាយទម្លាក់លុយឲ្យហ្នឹងគឺបោះឆ្នោតឲ្យថាក់ស៊ីនរហូតរឿងនេះហើយដែលលោកហ៊ុនសែនជឿថាតកូលថាក់ស៊ីនមិនងាយធ្លាក់ឆ្នោតទេបើទោះបីគេធ្វើទុកបុកម្នេញអស់ពីលោកថាក់ស៊ីនចេញមកគឺយីងឡាក់អស់ពីយីងឡាក់ចេញមកគ្រួសារតកូលថាក់ស៊ីនទៀតក្រោយមកចេញជាបថងឋានឃើញគ្រប់ចំនួននៅតែមានអធិបុលក្នុងឆាកនយោបាយរហូតអញ្ចឹងលោកហ៊ុនសែនក៏ដឹងច្បាស់ថាចាប់លោកថាក់ស៊ីនឲ្យជាប់គឺគាត់ចំណេញនយោបាយកំចាយខ្មែរគ្នាឯងអត់មែនចំណេញខ្មែរទេគឺកំចាយគណៈបកប្រឆាំងដោយសារអីបើគាត់ជាបងប្អូនធေါ်ជាមួយលោកថាច់ស៊ីនជាមួយក្រុមគ្រួសារក្រុមអាវក្រហមភឿថៃនេះគឺបានន័យថាគេនឹងចាប់បញ្ជូនឬក៏ធ្វើទុកបុកម្នេញមិនអោយពលករខ្មែរនៅថៃនឹងអាចយកជាមូលដ្ឋានដើម្បីតស៊ូមតិបានហើយយើងឃើញហើយនៅពេលដែលមានរឿងត្រូវមកខ្មែរវិញដែលលោកសំរងស៊ីលោកអីចង់មកខ្មែរអីហ្នឹងគឺរដ្ឋាភិបាលថៃនៅបន្តភាពដែលថាទុកឲ្យឱកាសឲ្យមិនទុកឱកាសឲ្យអ្នកទាំងអស់នោះយកព្រំដែនថៃធ្វើជាកន្លែងនយោបាយលោកហ៊ុនសែនធ្វើតំណែងតំណងជាមួយតកូថាក់ស៊ីននេះបំផ្លាញខ្មែរឯងហើយបំផ្លាញភាពឯករាជ្យរបស់នយោបាយខ្មែរទៀតដោយសារអីខ្មែរអត់អាចលូកដៃកិច្ចការអាស៊ានបានទេផ្ទៃក្នុងនយោបាយស្រុកគេយើងលូកអត់បានទេណាប៉ុន្តែលោកហ៊ុនសែនលូកប្រហុកកប់ឃ្លៀកហេតុអីបានអញ្ចឹងបងប្អូនមានចាំទេក្នុងម្ដុំឆ្នាំ2005ម្ដងឯង
កាលហ្នឹងគឺគាត់បើកដៃឲ្យក្រុមបាតកោអាវក្រហមមកអង្គរវត្ត 50000 នាក់ដើម្បីតតាំងជាមួយនឹងរដ្ឋាភិបាលថៃរបបយោធាដោយសារតែគាត់គ្រប់គ្រងថាក់ស៊ីនគាត់បើកដៃឲ្យពួកបាតកោថៃអាវក្រហមមកធ្វើបាតកម្មតវ៉ាគោលនយោបាយនៅថៃនៅក្នុងទឹកដីខ្មែរណាបងប្អូនសម្រួលគេសពបែបយ៉ាង 50000 នាក់ពេលនោះឯងគឺជាពេលកម្ពុជាបាត់អធិបតេយ្យរបស់ខ្លួនក្បត់ធម្មនុញ្ញអាស៊ានក្បត់អីសពបែបយ៉ាងដោយសារតែយើងលូកដៃចូលក្នុងផ្ទៃក្នុងកិច្ចការអាស៊ាននៃប្រទេសថៃដែលធ្វើឲ្យខូចគោលនយោបាយអាស៊ានទាំងមូលតែម្ដងយើងលូកចឹងយើងផ្ទុយនឹងគោលការណ៍អាស៊ានរឿងនេះហើយគឺលោកហ៊ុនសែនអត់ខ្លាចធ្វើទេគឺគាត់ធ្វើដើម្បីអីទប់កុំឲ្យក្រុមប្រឆាំងមានទឹកដីថៃព្រោះអីបើគាត់ឲ្យក្រុងអាវក្រហមមកជ្រកកោននៅទឹកដីខ្មែរដើម្បីធ្វើបាតកម្មមានន័យថាបើក្រុមពួកគណៈបកប្រឆាំងទៅជ្រកកោនទឹកដីថៃសុំឲ្យក្រុមគ្រួសារតកូលថាក់ស៊ីនឬក៏ភឿថៃហ្នឹងកំចាត់រកវិធីយ៉ាងម៉េចបដិញឬក៏ចាប់ដាក់គុកឬបញ្ជូនអ្នកទាំងអស់នោះមកខ្មែរវិញដើម្បីផ្ដាច់ដង្ហើមតស៊ូមតិជំទាស់នឹងរដ្ឋាភិបាលកម្ពុជាគោលការណ៍របស់លោកហ៊ុនសែនអញ្ចឹងទេមិនមែនដើម្បីប្រយោជន៍ជាតិទេព្រោះគាត់បំពេញរដ្ឋធម្មនុញ្ញរបស់អាស៊ានបាត់ទៅហើយនៅក្នុងការលូកដៃចូលកិច្ចការអាស៊ានហើយចាំខ្ញុំប្រាប់ថាវិបត្តិធំបំផុតនៅពេលដែលយើងធ្វើបែបនេះគឺប្រទេសកម្ពុជាគេចាត់ទុកថាការដឹកនាំខ្វះសេចក្តីថ្លៃថ្នូរហើយទី1ខ្វះសេចក្តីថ្លៃថ្នូរទី2ខ្វះវិជ្ជាជីវៈទី3ខ្វះភាពស្មោះត្រង់ហើយទី4គឺយើងរំលោភគោលការណ៍អាស៊ានគេអត់ទុកចិត្តយើងទេព្រោះយើងឆ្អិនក្បាលស៊ីក្បាលឆ្អិនកតុយស៊ីកតុយប៉ុន្តែលោកហ៊ុនសែនគាត់ធ្វើស្ទីលតាមបកូណាប្របាទនរោត្តមសីហនុបកូណាប្របាទនរោត្តមសីហនុសុកចិត្តចាប់យកយួនវៀតកុងឲ្យអង្គឲ្យចព្រៃទឹកដីខ្មែរជ្រកកោនដើម្បីវាយធាវគីដោយគិតថាពួកវៀតកុងកុម្មុយនីសបកែខ្លាំងស៊ូនឹងឈ្នះពួកខាងសេរីខ្មែរណែចំទោះវៀតណាមនៅខាងត្បូងនឹងចាក់ជាមិនខានអញ្ចឹងគាត់ជ្រើសរើសក្បត់មនសិការក្បត់ឧត្តមគតិប្រជាពលរដ្ឋខ្មែរទុកដីឲ្យបរទេសឈ្លានពានរហូតដល់គេទម្លាក់គាត់ចេញពីអំណាចនេះគឺបកូណាបတ်ពិសោធន៍នេះគឺលោកហ៊ុនសែនរៀនគាត់ថាការដែលគេទម្លាក់លោកហ៊ុនសែនចេញពីអំណាចវាអត់ទាន់ដល់ពេលតែឥឡូវដល់ពេលដែលគាត់អោបកសោបថាក់ស៊ីនមកគឺអំណាចរបស់តកូលថាក់ស៊ីននេះវានៅខ្លាំងមហិមាមែនក៏ប៉ុន្តែថ្មីចុងក្រោយនេះស្រាប់តែមានក្រុមយុវជនបញ្ញវន្តថៃគឺក្រុមគណៈបកឈ្មោះតមុខដែលដឹកនាំដោយក្រុមយុវជនក្មេងៗហើយគេជំទាស់នឹងក្រុមលោកថាក់ស៊ីនហ្នឹងហើយធ្វើឲ្យគេឈានមុខគេរហូតតតែឈ្នះឆ្នោតសម្លេងច្រើនមែនតើគឺនៅក្នុងទីក្រុងធំហ្នឹងដែលធ្វើឲ្យចែងអំណាចក្រុមគ្រួសារតកូលថាក់ស៊ីនរហូតតតែចុងក្រោយគឺរំលាយអង្គការចាត់តាំងនេះរហូតដល់អ្នកស្រីបថងឋានបានឡើងកាន់អំណាចការឡើងកាន់អំណាចនេះក៏អត់បានយូរដែរលោកហ៊ុនសែនក៏ដឹងដែរព្រោះអីថៃគេចាប់ផ្ដើមមាននិន្នាការជំទាស់នឹងតកូលថាក់ស៊ីននេះក៏ច្រើនដែរពេលនោះលោកហ៊ុនសែនចាប់ផ្ដើមរេអាទំនាក់ទំនងជាមួយតកូលថាក់ស៊ីនអញជួយឯងជួយឯង30ឆ្នាំមកគាត់ធ្វើបានក៏ប៉ុន្តែនៅពេលដែលដឹងថាគោលនយោបាយថៃចាប់ផ្ដើមរេអាចនឹងមានអ្នកនេះថ្មីព្រោះគេកំពុងរករឿងតកូលថាក់ស៊ីនហើយរឿងបង្កចំនួនព្រំដែនភ្លាមនៅចុងខែមីនាឆ្នាំឧសភាឆ្នាំ2025ដែលស្លាប់លោកសួនរោនដែលគេបាញ់នៅតំបន់មុំបែងចូលដល់ត្រង់សេរបស់យើងនៅពេលនេះឯងដែលទាហានថៃចាប់ផ្ដើមដំឡើងឋានៈឲ្យខ្ពស់លែងស្ដាប់រដ្ឋាភិបាលពេលហ្នឹងរដ្ឋាភិបាលថៃខ្លួនឯងក៏ចាប់ផ្ដើមមានបញ្ហាអ្នកតកូលថាក់ស៊ីនមានបញ្ហាក៏ប៉ុន្តែដើម្បីស្អំចិត្តបៃថងឋានដោយសារតែទំនាក់ទំនងល្អជាមួយលោកហ៊ុនសែនពីដើមឡើយមកអញជួយឯងនៅតែអាចនិយាយគ្នាបានដោយសម្ងាត់ហើយនិយាយដើម្បីសុំឲ្យរដ្ឋាភិបាលកម្ពុជាកុំតបតនឹងពួកទាហានថៃព្រោះពួកទាហានថៃកំពុងតែចង់ទម្លាក់រដ្ឋាភិបាលតកូលថាក់ស៊ីនទៀតហើយយកលេសព្រំដែនយកមកធ្វើតែលោកហ៊ុនសែនក៏ដឹងដែរថាតកូលថាក់ស៊ីននេះអត់យូរទេព្រោះអីឃើញអំពីបញ្ហាដែលកើតឡើងតែមានដល់រឿងព្រំដែនគឺរឿងក្តៅច្បាស់ហើយក្រុមអាវលឿងឬក្រុមអីដែលប្រឆាំងហ្នឹងគឺនឹងទៅផ្លូវហ្នឹងហើយអញ្ចឹងលោកហ៊ុនសែនចាប់ផ្ដើមរេភ្លាមទំនាក់ទំនង30ឆ្នាំអញជួយឯងជួយបានប៉ុណ្ណឹងឥឡូវកូនគាត់បានឡើងកាន់អំណាចហើយលោកហ៊ុនម៉ាណែតឡើងកាន់អំណាចហើយមិនត្រូវការថៃជួយអីទៀតទេអញ្ចឹងគាត់ចាប់ផ្ដើមលោតតាមបកូណាសម្ដេចនរោត្តមសីហនុដែលគិតថាអូមានគណៈបកប្រឆាំងអីថ្មីអីគេអញ្ចឹងគេអាចនេះទាត់តកូលថាក់ស៊ីនចោលតែម្ដងទាត់ដោយសារអីដោយសារបញ្ចេញខ្សែអត្តសម្លេងមួយទៅលើសាធារណៈខ្សែអត្តសម្លេងនេះគឺអត់ត្រូវការបញ្ចេញទាត់តែសោះព្រោះវាខុសទាំងការទូតខុសទាំងសិលធម៌ខុសវិជ្ជាជីវៈខុសនឹងក្រម
ស្អីទាំងអស់ប៉ុន្តែលោកហ៊ុនសែនអត់ខ្វល់គាត់បញ្ចេញខ្សែអត្ថសម្លេងហ្នឹងដោយសារតែខ្សែអត្ថសម្លេងហ្នឹងធ្វើឲ្យអ្នកស្រីបថងឋានអាម៉ាស់លើឆាកអន្តរជាតិទី1ទី2ធ្វើឲ្យយោធាថៃដែលកំពុងតែចង់ទម្លាក់ក្រុមគ្រួសារតកូលថាក់ស៊ីននេះស្រាប់ផងបានដងដាវដើម្បីចាក់ក្រុមគ្រួសារតកូលថាក់ស៊ីននេះឲ្យរលាយតែអ្នកស្រីបថងឋានយកឱកាសហ្នឹងសងសឹកលោកហ៊ុនសែនវិញតែម្ដងគឺចាប់ផ្ដើមវាយសម្រុករករឿងប្រទល់ដែនរំលាយអង្គការចាត់តាំងនៃការឆក់បោកអនឡាញនៅតំបន់អូស្មាច់នៅតំបន់កញ្ចក់សេះនិងបឹងតគួនអីចឹងនិយាយទៅគឺគាត់ចាប់ផ្ដើមរករឿងតាំងពីប៉ោយប៉ែតមកម៉េះផ្ដាច់ភ្លើងផ្ដាច់អ៊ីនធឺណិតឃើញទេរឿងនេះគឺជារឿងប្រតិកម្មរបស់អ្នកស្រីបៃថងឋានដើម្បីការពារតំណែងរបស់គាត់កុំឲ្យធ្លាក់ពីនាយករដ្ឋមន្ត្រីនៅពេលដែលលោកហ៊ុនសែនចាប់ផ្ដើមបញ្ចេញខ្សែអត្ថសម្លេងធ្វើឲ្យឆ្លោះគ្នាជាមួយទាហានថៃលោកហ៊ុនសែនតាមពិតខ្ចីដៃឲ្យថៃឆ្លោះគ្នាព្រោះអីគាត់ចង់ចាប់រកគូថ្មីរបស់គាត់ហើយរឿងនឹងឯងដែលបៃថងឋានចាប់ផ្ដើមសងសឹកគឺធ្វើបញ្ហារឿងឆោបោកអនឡាញហ្នឹងគឺគាត់ចាប់ផ្ដើមបៃសម្រុកយកមែនតើទម្លាក់គ្រាប់ទម្លាក់អីរហូតតតែផ្ទុះទៅជាសង្គ្រាមពេញផ្ទៃប្រទេសតែម្ដងនៅពេលនោះឯងនៅពេលដែលសង្គ្រាមផ្ទុះដល់ពេលដែលទាហានថៃហើយនឹងអ្នកស្រីបថងឋានត្រូវស្ថាប័នតុលាការកំពូលរដ្ឋធម្មនុញ្ញរបស់ថៃដកចេញពីតំណែងទៀតគឺអស់ប៉ុន្តែគេដំណើរពីការសងសឹករបស់បៃថងឋាននៅមកទាហានចាប់ផ្ដើមមានឱកាសវាយខ្មែរនិងយុទ្ធសាស្ត្រចង់យកដីខ្មែរផងគឺទៅទាំងអស់បាច់ខ្ទិះតែម្ដងអញ្ចឹងរឿងចាប់ផ្ដើមពីចំណុចចាប់ផ្ដើមមកអញ្ចឹងណាហើយហេតុអីបានជាខ្ញុំនិយាយថារឿងចាប់ផ្ដើមពីខ្សែអត្ថសម្លេងមកមុនគឺដោយសារតែបៃថងឋានចង់សងសឹកហើយចាប់ផ្ដើមដំបងអត់ត្រូវជាមួយយោធាទេអត់ត្រូវយោធាថៃទេពួកនិយាយប្រាប់ខ្មែរកុំឲ្យជឿយោធាថៃលោកស្អីប៊ុនស៊ិនបាត់ខ្លាំងអីហ្នឹងជាមនុស្សដែលមិនគួរស្ដាប់មិនគួរអីទេជាមនុស្សជាគេជាអីចឹងគាត់និយាយឲ្យចឹងទៅចឹងដល់ពេលបៃថងឋានដើម្បីកុំឲ្យពួកខាងទ័ពថៃនឹងឆ្លោះគាត់មកអោបទ័ពថៃនឹងវិញដល់ពេលអោបទ័ពថៃបានចិត្តវ័យខ្មែរប្រាវកាន់តែខ្លាំងទៀតរឿងហ្នឹងគឺវាដើរមកពីចឹងទាំងអស់បងប្អូនយើងត្រូវមើលឲ្យឃើញជ្រុងហ្នឹងដល់តែពេលអញ្ចឹងមានការអីឆ្លោះគ្នាភ្លាមសហគមន៍អន្តរជាតិគេអត់មាននៅខាងខ្មែរទេហេតុអីបានគេអត់នៅខាងខ្មែរព្រោះយើងអន់ចរិតសួរថាយើងជាជនរងគ្រោះមែនទេត្រូវហើយថៃឈ្លានពានខ្មែរអ្នកណាក៏ត្រូវតែដឹងថាថៃឈ្លានពានខ្មែរដែរតែហេតុអីបានគេអត់ទៅថ្កោលទោសថៃដោយសារតែយើងមានបញ្ហាផ្ទៃក្នុងជាតិរបស់យើងដែលថ្នាក់ដឹកនាំយើងអន់ចរិតអញ្ចឹងដល់ពេលអញ្ចឹងគេមើលមកគេថាមើលទៅរឿងនេះដូចជានាំអាតពីខាងផ្ទៃក្នុងកម្ពុជាដែរណាឃើញទេអយុត្តិធម៌សម្រាប់កម្ពុជាមែនតើនិយាយឲ្យស្មោះគឺលោកកិនភីនិយាយហ្នឹងគឺតែថាសហគមន៍អន្តរជាតិមើលមិនឃើញអំពីអត់ព្រមជួយខ្មែរហ្នឹងលោកគិតត្រូវថាអត់ព្រមជួយប៉ុន្តែលោកអត់មើលអំពីទង្វើរបស់ថ្នាក់ដឹកនាំកម្ពុជាយើងដែលធ្វើឲ្យខូចការបរទេសយើងធ្លាប់អែបចិនហ្នឹងក៏យូរដែរអាមេរិកក៏មិនពេញចិត្តនឹងការយើងអែបចិនដោយសារយើងរំលាយសិទ្ធិមនុស្សជាតបតៃយើងធ្វើឲ្យគេឈ្មោះយើងខូចពេញអន្តរជាតិអស់ហ្នឹងប្រជាតបតៃ EBA គេដកគេថ្កោលទោសអីដល់អញ្ចឹងវាផ្សំគ្នាមួយចរិតមេដឹកនាំយើងបញ្ចេញខ្សែអត្តសលេងអីហ្នឹងទៀតទៅគឺយើងអត់ណាជឿយើងសោះគេអត់ជឿយើងមិនមែនដោយសារគេមិនអាណិតប្រជាប្រដ្ឋខ្មែរ18លានអ្នកទេគេអត់ជឿយើងដោយសារតែគេមិនឲ្យតម្លៃទៅថ្នាក់ដឹកនាំយើងទេរឿងនេះគឺជាការពិតខ្ញុំអត់មាននិយាយមកញុះញង់ដើម្បីប្រយោជន៍អីមុនអរេទេឲ្យបងប្អូនយល់ឥឡូវចូលមកអ្វីដែលជាសំណូមពររបស់លោកកិនភៀវិញតែខ្ញុំគិតថាគាត់ដូចក្មេងបៀមដៃហ្នឹងគឺអញ្ចឹងគឺគាត់អត់មាននិយាយអំពីប្រវត្តិអំពីបញ្ហានៅស្រុកខ្មែរហើយបើលោកកិនភីហ៊ាននិយាយឯម៉ោងនេះលោកជាប់គុកបាត់ហើយបើមិនជាប់គុកក៏គេបាញ់សម្លាប់ចោលដែរអត់មានបាននៅដល់ប៉ុណ្្នឹងទេព្រោះរឿងនេះវាជារឿងពិតអញ្ចឹងលោកស្អំលោកការពារហើយទៅនិយាយបន្ទោសអង្គការសហជីវជាតិបន្ទោសអាស៊ានបន្ទោសស្ថាប័នអន្តរជាតិដែលមិនមើលខ្មែរធ្វើអីគ្រប់បែបយ៉ាងខ្ញុំថាក្មេងបៀមដៃហ្នឹងគឺហេតុអីបានទៅជាបន្ទោសអង្គការសហជីវជាតិហេតុអីបានជាបន្ទោសអាស៊ានហេតុអីបានបន្ទោសសហគមន៍អន្តរជាតិតើអ្នកណាគួរឲ្យបន្ទោសឲ្យប្រកាសខ្ញុំបាននិយាយឲ្យថាសហគមន៍អន្តរជាតិនេះគឺផ្ដល់ភាពអយុត្តិធម៌ច្រើនណាស់សម្រាប់កម្ពុជាប៉ុន្តែកុំបន្ទោសសហគមន៍អន្តរជាតិត្រូវបន្ទោសខ្លួនឯងហេតុអីបានជាអាស៊ានអត់ជួយខ្មែរមើលបងប្អូនសាកសួរសំណួរដល់ខ្លីមកហេតុអីបានមកនឹងអាស៊ានអត់ជួយខ្មែរអាស៊ានអត់ជួយខ្មែរដោយសារអាស៊ានប្រកាន់គោលការណ៍មិនជ្រៀតជ្រែកផ្ទៃក្នុងនៃប្រទេសផងទាំងពួងខ្មែរយើងធ្លាប់ជ្រៀតជ្រែកផ្ទៃក្នុងថៃយើងធ្លាប់ឆ្អែតហើយលោកកែវរេមីក៏ឬមន្ត្រីខ្មែរយើងនឹងក៏ហ៊ាននិយាយពីឲ្យគេបោះឆ្នោតកុំបោះឆ្នោតលោកអនុទិនច័ន្ទរៈគុលអីមាត់អត់គម្របហ្នឹងគឺយើងនិយាយជាប្រធានគណៈកម្មការសិទ្ធិមនុស្សរបស់រដ្ឋាភិបាលអីគឺយើងជ្រៀតជ្រែកចូលក្នុងកិច្ចការផ្ទៃក្នុងរដ្ឋាភិបាលគេយើងគិតថាធ្វើបានតែអាស៊ានគេរក្សាគោលការណ៍អាស៊ានមិនជ្រៀតជ្រែកផ្ទៃក្នុង
hai ASEAN khuôn anh có đăng đai ông pi trở rất là bao mê đặng ngòm khmai cái đăng ta đối chứ này cái ọt hiên lục cái ọt hiên chui cái sọc chất sầm rọp sầm rúa pro bật thua ở thằng thằng đào thái có kia sẽ cái thôm bọc kia mùi này sầm hẹp ASEAN đăng đai đối chứ này ASEAN cái dọc rồi khuôn trăng này thá cái còn mưa làm piประวัติศาสตร์ในการทั่วตุกบกมันnínคณะปะประชังหรือก็ขมายแค่นี้ไอ้ยังทั่วบาปแค่นี้จังหวะไปนั่งหายยังแต่ทั่วบาปคณะปะหรือก็ประชังสะอาดสำเร็จดอลไทยนั่นคืออันตรายเก็บใส่เปล่าที่โดยเฉพาะยังอันตรายกรุบเรื่องที่ปีหาไอ้บานเชียองค์การสหประชาชาติอัดจุยขมายกัมพูชีบานตื้อดังองค์การสหประชาชาติกรมปรึกษาสันติสุของค์การสหประชาชาติตั้งปีตู้หาบทดำบงมันเลยប៉ុន្តែគេប្រាប់ថាយកទៅផ្សះផ្សាគ្នាវិញឃើញទេសហគមន៍អន្តរជាតិគេអត់នៅខាងខ្មែរដោយសារតែចរិតនៃការដឹកនាំរបស់យើងហ្នឹងគឺគេអត់ជឿថាយើងជាជនរងគ្រោះព្រោះយើងធ្លាប់តែបំផ្លាញសំបីតែខ្មែរគ្នាឯងអានេះគឺជាការពិតអញ្ចឹងសហគមន៍អន្តរជាតិក៏គេគិតថាយកទៅដោះស្រាយគ្នាឯងទៅព្រោះគេមានរឿងអេក្រែនរឿងអេរ៉ង់រឿងអីគេតដោះស្រាយបានផងអញ្ចឹងគេប្រឡែងបាល់ហ្នឹងមកឲ្យយើងវិញមិនមែនគេមិនដោះស្រាយទេគឺគេឲ្យយើងដោះស្រាយទ្វេភាគីប៉ុន្តែចៃដន្យអីថៃខូចថៃអត់អាចដោះស្រាយទ្វេភាគីបានអាហ្នឹងវាកម្មយើងគេចង់ដោះស្រាយឲ្យយើងដោះស្រាយទ្វេភាគីព្រោះអីយើងអត់មានអធិបុលឲ្យក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិហ្នឹងបញ្ជូនទ័ពបញ្ជូនសពាវុធអីមកវាយថៃទេព្រោះគេអត់ទាន់បានចាត់ទុកថាថៃឈ្លានពានកម្ពុជាទេម៉ោងនេះហ่ะពិភពលោកចាត់ទុកថាកំហុសដែលថៃឈ្លានពានកម្ពុជាគឺខុសហើយប៉ុន្តែកំហុសដែលថៃឈ្លានពានគឺមកពីកម្ពុជាខ្លួនឯងទេមកហ្នឹងព្រោះអីបើចឹងគេថ្កោលទោសថៃឯងបងប្អូនបើគេមើលឃើញសខ្មៅគេថ្កោលទោសថៃបាត់ហើយតែគេមិនថ្កោលទោសថៃសំបីតែឈ្លានពានគ្រប់បែបយ៉ាងគឺដោយសារតែគេគិតថាកំហុសហ្នឹងគឺវាផ្ដើមឲ្យកម្ពុជាវាអកុសលអញ្ចឹងណាបងប្អូនហើយឥឡូវហេតុអីបានសហគមន៍អន្តរជាតិអត់ថ្កោលទោសកម្ពុជាសំទោសអត់ជួយកម្ពុជាសហគមន៍ណាសហគមន៍អន្តរជាតិមានអ្នកណា Amnesty International អង្គការលើកលែងទោសអន្តរជាតិHuman Rights Watch អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិFreedom House អ្នកដែលឃ្លាំមើលអំពីសេរីភាពអន្តរជាតិ Reporters Without Borders អ្នករាយការណ៍ព័ត៌មានអន្តរជាតិគ្មានព្រំដែនគម្រោងយុត្តិធម៌អន្តរជាតិ World Justice Project អង្គការ Global Witness អង្គការអន្តរជាតិអង្គការសិទ្ធិមនុស្សអង្គការអីទាំងអស់នេះថ្កោលទោសរដ្ឋាភិបាលកម្ពុជារាល់ឆ្នាំ40ឆ្នាំហើយអត់មានដែលស្បើយនឹងថ្កោលទោសទេរឿងសិទ្ធិមនុស្សប្រជាធិបតេយ្យបំផ្លាញធ្វើបាបខ្មែរគ្នាឯងឲ្យសហគមន៍អន្តរជាតិនឹងគេមកនៅខាងយើងអាម៉េចឥឡូវយើងធ្វើឲ្យលួយខ្លួនឯងដល់ពេលមានការអីគឺគេអត់ហ៊ានគេដឹងថាគ្នាជនរងគ្រោះដែរទេត្រូវជួយហ្នឹងប៉ុន្តែដល់ហើយដូចធ្លាប់ឃើញគាត់នឹងដូចណាស់ដែរជា bully ដែរហ្នឹងជាបងធំដែរហ្នឹងតែអញ្ចឹងទៅជួយហ្មងឥឡូវទៅចាប់កន្លែងណាឲ្យត្រូវអាចខុសអញ្ចឹងនៅស្ងៀមជាជាងស្ដីទៅពៀជ័យខ្ចីជាងតនេមាត់យើងរងគ្រោះតែប៉ុណ្ណោះអញ្ចឹងសរុបសេចក្តីមកវិញណាលោកកិនភីខ្ញុំយល់ស្របថាសហគមន៍អន្តរជាតិផ្ដល់ភាពអយុត្តិធម៌ច្រើនហើយសម្រាប់កម្ពុជាទាំងអង្គការសហប្រជាជាតិទាំងអាស៊ានទាំងសហគមន៍អន្តរជាតិខ្ញុំយល់ស្របកម្ពុជាពិតជាទទួលរងភាពអយុត្តិធម៌សម្បើមណាស់ប៉ុន្តែយើងមិនអាចដង្ហោយហៅអង្គការសហប្រជាជាតិសហគមន៍អន្តរជាតិឬអាស៊ានជួយយើងទេនៅពេលដែលយើងអត់ជួយខ្លួនឯងពាក្យចាស់លោកដៅថាអត្តនោនាថោខ្លួនទីពឹងខ្លួនយើងធ្វើអីខ្លួនឯងនៅដើម្បីប្រាប់សហគមន៍អន្តរជាតិថាយើងធ្វើបានដូច្នេះម៉ោងណាអ្វីដែលយើងធ្វើបានទី1ស្ដារសិទ្ធិមនុស្សនិងប្រជាធិបតេយ្យឡើងវិញបង្រួមជាតិផ្សះផ្សាជាតិដោះលែងអ្នកទោសមនសិការឲ្យអស់ហើយបងប្អូនចេះថារឿងព្រំដែនប៉ុណ្ណានៃមកគិតរឿងស្ដារសិទ្ធិមនុស្សអីរឿងនេះគេឲ្យស្ដារយូរហើយប៉ុន្តែបើធ្វើឥឡូវគឺយើងចាប់ផ្ដើមកសាងកិត្តិយសកេរ្តិ៍ឈ្មោះនិងភាពរឹងមាំរបស់យើងឡើងវិញថាយើងកែនៅពេលដែលយើងកែសហគមន៍អន្តរជាតិយើងនិយាយទៅមានទឹកមាត់ប្រៃតែបើយើងអត់ទេនៅងើបមួយវាយមួយនៅហ្នឹងឯងអាហ្នឹងរឿងមួយបើកែមិនបានខ្ញុំជឿថារឿងនេះគឺជារឿងស្លាប់រស់រឿងទី2កម្ពុជាជាជនរងគ្រោះលោកកិនភីណាសូមឲ្យលោកប្រើបញ្ញាវិចារណញ្ញាណសម្បញ្ញៈជាបណ្ឌិតណាលោកប្រាប់ទៅរដ្ឋាភិបាលឲ្យដាក់ពាក្យប្តឹងទៅតុលាការព្រហ្មទណ្ឌអន្តរជាតិឲ្យឆាប់តាមដែលអាចធ្វើទៅបានហើយលោកត្រូវប្រើបញ្ញាញាណជាបណ្ឌិតរបស់លោកពន្យល់ត្រួសត្រាយផ្លូវទៅមិនមែនជាបណ្ឌិតច្បាប់ក៏អាចពន្យល់បានដែរព្រោះលោកបកកែណា
រឿងស្អីក៏លោកវិភាគបានដែរប៉ុន្តែរឿងវិភាគឲ្យកម្ពុជាប្តឹងថៃទៅតុលាការព្រំប្រទានអន្តរជាតិនិងយុត្តិធម៌អន្តរជាតិលោកកិច្ចដូចចាំតុងអញ្ចឹងគឺលោកធ្វើយ៉ាងម៉េចឲ្យរដ្ឋាភិបាលរួចខ្លួនពីរឿងប្តឹងទៅតុលាការព្រំប្រទានអន្តរជាតិនឹងឲ្យខាងតែបានគ្រប់បណ្ឌិត7មករាទាំងអស់គឺយើងធ្វើតែអញ្ចឹងគ្រប់គ្នានៅពេលដែលលោកធ្វើដូច្នេះហើយលោកចាប់ផ្ដើមចោទស្ដីបន្ទោសអង្គការសហប្រជាជាតិថាមិនជួយខ្មែរថាអាស៊ានមិនជួយខ្មែរថាសហគមន៍អន្តរជាតិមិនជួយខ្មែរនេះគឺជាកំបិតចិត្តដងឯងហ្នឹងគ្មានអ្នកណាជួយខ្មែរជាងខ្មែរជួយខ្មែរទេម៉ោងនេះយើងជាជនរងគ្រោះនៃអំពើឈ្លានពានរបស់ថៃនៅពេលដែលសហគមន៍អន្តរជាតិអត់បានគិតថាថៃឈ្លានពានយើងទេបើគេគិតថាថៃឈ្លានពានយើងគេថ្កោលទោសថៃហើយដូច្នេះកុំឲ្យសហគមន៍អន្តរជាតិដែលមានមន្ទិលគឺយើងខ្លួនឯងនេះប្តឹងទៅជាជនរងគ្រោះហេតុអីបានជាអស់លោកមិនលើកទឹកចិត្តឲ្យរដ្ឋាភិបាលប្តឹងថៃទៅតុលាការព្រំប្រទានអន្តរជាតិហើយយើងនៅអង្វរឲ្យគេមកជួយយើងយ៉ាងម៉េចនៅពេលដែលច្រកទ្វារទៅតុលាការព្រំប្រទានអន្តរជាតិនិងច្រកទ្វារទៅតុលាការយុត្តិធម៌អន្តរជាតិគឺជាច្រកទ្វារដែលគេបើកទូលាយចាំយើងឲ្យចូលមកប្តឹងហើយយើងអត់ប្តឹងហើយយើងទៅសួរអង្គការសហជីវជាតិហ្នឹងមកធ្វើស្អីកើតយើងទៅសួរអាស៊ានហ្នឹងមកធ្វើស្អីកើតយើងទៅសួរសហគមន៍អន្តរជាតិហ្នឹងមកធ្វើអីកើតបើសិនជាយើងម្ចាស់ខ្លួនហ្នឹងអត់ព្រមដាក់ប្តឹងគេថាគេឈ្លានពានយើងប៉ុណ្ណឹងយើងដាក់ប្តឹងទៅតុលាការព្រំប្រទានអន្តរជាតិសាកមើលលោកកិនភីនៅពេលដែលតុលាការព្រំប្រទានអន្តរជាតិហ្នឹងគេរកឃើញគេស៊ើបអង្កេតថាថៃឈ្លានពានណាពេលហ្នឹងសហគមន៍អន្តរជាតិក៏អត់មានណានៅស្ងៀមដែរគេចាប់ផ្ដើមថ្កោលទោសថៃហើយយើងចាប់ផ្ដើមតស៊ូមតិបានតែយើងអត់ប្តឹងគេអត់ចាត់ការបណ្ដឹងយើងទៅរករឿងអ្នកដែលអត់ចាត់ការបណ្ដឹងវាអត់កាត់ឡើងទេបើសិនជាសម័យខ្លួនជនរងគ្រោះអត់ដាក់ប្តឹងយើងទៅឲ្យអាមីអាថោងគណៈបកប្រជាជនកម្ពុជាទៅរករឿងគេអ្នកដាក់ប្តឹងដោយរដ្ឋាភិបាលក្រៅប្រទេស23ដុល្លារដែលដាក់ប្តឹងហើយយើងថាអាហ្នឹងប្តឹងមិនបានការទៀតផងយើងទៅខ្ទាស់គេអញ្ចឹងទៀតផងហើយយើងទៅអំពាវនាវឲ្យអ្នកណាជួយអញ្ចឹងខ្ញុំសូមឲ្យបណ្ឌិតទាំងអស់នៅស្រុកខ្មែរឡើងមកបញ្យលឈប់បញ្យលថាថៃឈ្លានពានខ្មែរទៀតទៅបានហើយបងប្អូនបានហើយថៃឈ្លានពានខ្មែរគឺយើងដឹងគ្រប់គ្នាហើយថាថៃឈ្លានពានខ្មែរ 100% ក៏ប៉ុន្តែសុំឲ្យថាប្រមូលផោះតាំងហ្នឹងមកពិតជាថៃឈ្លានពានខ្មែរឲ្យដាក់ប្តឹងទៅអានឹងបានមានដំណោះស្រាយបើដូច្នេះទេអស់លោកមានមកចេញមតិប្រជាពលរដ្ឋរិះគន់ចុះឡើងដោយលោកញិលរដ្ឋាស្អីឥឡូវត្រូវលោកហ៊ុនម៉ាណែតបិទមាត់បាត់អីទៀតរឿងហ្នឹងណាយើងនាំគ្នាអង្គុយបកផ្សែងដី73កន្លែងនឹងរលីលរត់ទៅថៃជានិច្ចចំណរនហើយ